ម៉ែបងប្អូនទៅបោះតង់បែបរោគរ៉ាក់បងប្អូននិយាយទៅរឿងសើចបន្តិចដោយសារពួកយើងគ្មានឧបករណ៍អីឲ្យជាក់លាក់សម្រាប់បោះតង់ដូចគេទេពួកយើងមានតែរឹងតង់ហើយឧបករណ៍នេសាទដែលពួកយើងដេកសម្រាប់រកត្រីនោះគឺមានមងហើយនឹងសន្ទូចអានងបងប្អូនហើយនេះពួកយើងបានមកដល់គោលដៅហើយយើងកំពុងតែរៀបចំមើលទីតាំងដើម្បីតើកន្លែងណាត្រូវដាក់មងកន្លែងណាត្រូវដាក់សន្ទូចអានងបងប្អូនហើយកាត់មកដល់ទីនេះគឺយប់ហើយអានេះយើងដាក់មងដាក់បកាយហើយបងប្អូនយើងរៀបចំបង្កាត់ភ្លើងនិងត្រាយព្រៃត្រាយកន្លែងមាត់ទឹកហ្នឹងដើម្បីយើងប្រក់ដបូលចងនឹងរឹងចងអីសម្រាប់នៅយប់នេះមួយយប់ហើយបន្ទាប់ពីយើងសម្រួលកន្លែងចងរឹងចងអីហើយពួកយើងក៏ដាំបាយហូបហើយមកហូបអត់ទាន់មានទេបងប្អូនគឺដាក់ប្រហុកទៅពីផ្ទះហើយយើងអត់ទាន់មើលម៉ោងដោយសារយើងដាក់ហើយវាអត់ទាន់ស៊ីទេត្រីយើងទុកចោលប្រហែលជា 2-3 ម៉ោងបានត្រីចាប់ផ្ដើមស៊ីហើយនឹងចាប់ផ្ដើមជាប់ម៉ោងយើងហើយកាត់មកកន្លែងនេះយើងរៀបចំហើយបងប្អូនយើងរៀបចំទៅមើលម៉ោងហើយទៅមើលម៉ោងទៅមើលសន្ទូចហើយទៅមើលសន្ទូចដើម្បីថែមនុយហើយនេះបងប្អូនបន្ទាប់ពីយើងទៅមើលម៉ាសាយើងបានមួយតំណោតគូសំដែរបងប្អូនគឺសបោត្រីខ្ជឹងហើយនឹងត្រីកញ្ចុះបងប្អូនត្រីកញ្ចុះមកពីមើលវិញគឺខ្ញុំឡើងរឿងហើយហើយកន្លែងនេះបងប្អូនគឺយើងធ្វើម្ហូបពេលដែលយើងទៅមើលសន្ទូចម្សាមកយើងបានត្រីយើងឆ្ងោជ្រក់បងប្អូនគឺបែបរោគរ៉ាក់ហ្នឹងដែលខ្ញុំនិយាយថារោគរ៉ាក់ហ្នឹងគឺអញ្ចឹងអត់មានឧបករណ៍អីសម្រាប់បោះតង់សម្រាប់ចម្អិនម្ហូបអីដូចគេទេគឺមានតែរបស់ប៉ុណ្ណឹងហើយបន្ទាប់ពីយើងហូបបាយយប់ហើយគឺភ្លៀងធ្លាក់មកតែម្ដងបងប្អូនមកយប់នេះគឺអត់បានដេកទេកន្លែងខិតរឹងតលិចខិតតកើតព្រោះភ្លៀងហើយខ្យល់ទៀតហ្មងគឺមករហូតហើយកន្លែងនេះយើងកាត់មកដល់ពេលព្រឹកហើយគឺយើងទៅសារសទូចសារម៉ងដើម្បីយើងរៀបចំត្រឡប់ទៅផ្ទះវិញហើយបងប្អូនចាំមើលលទ្ធផលដែលយើងដេកមួយយប់នៅស្ទឹងខៀវហ្នឹងតើបានត្រីចំនួនប៉ុន្មានបងប្អូនចាំទស្សនាទាំងអស់គ្នាហើយកន្លែងនេះគឺត្រជាក់បងប្អូនត្រជាក់ពេលព្រលឹមឡើងនេះគឺត្រជាក់ខ្លាំងមែនតើម្នាក់អត់ចង់ហ៊ានចុះទឹកទេតែធ្វើម៉េចយើងត្រូវទៅសារម៉ងសារអីទៅផ្ទះវិញអញ្ចឹងយើងត្រូវតែចុះអត់ចុះគឺអត់បានទេបងប្អូនហើយនេះគឺលទ្ធផលសទូចអានងបងប្អូនលទ្ធផលសទូចអានងគឺយើងបានប៉ុណ្ណឹងសទូចអានងមកយើងសារហើយបានត្រីខ្ជឹងហើយនឹងត្រីកញ្ចុះថ្មហើយក្នុងវីដេអូនេះមានន័យច្រើនទេបងប្អូនគឺមានតែទេសភាពតាមដងព្រៃមាត់ស្ទឹងសម្រាប់ឲ្យបងប្អូនទស្សនាកម្សាន្តបែបអ្នកចំការជនបទហើយត្រីកាមៀនេះគឺយើងជាប់ម៉ងបងប្អូនជាប់បានតែមួយនឹងទេម៉ងយើងដាក់ច្រើនក្បាលប៉ុន្តែមួយក្បាលហ្នឹងគឺជាប់បានត្រីកាមៀនឹងមួយហើយទៀតសោតត្រីកាមៀហ្នឹងគឺចិត្តផុតពូជបងប្អូនតទៅក្នុងព្រៃជ្រៅបានយើងអាចរកវាបានបើនៅតាមភូមិតាមអីលើអត់មានទេអស់ហើយសរុបមកពួកយើងចាប់ផ្ដើមរៀបចំដោះត្រីម៉ងម្ដងបងគឺដោះឲ្យអត់សូវបានទេលទ្ធផលគឺចាញ់ស្ទូចអានងទាំងអស់
môn những đã chờn cái báo pi bảy cái báo thế bàn tay ở sơi chụp đôi chỉ tụi nhà nông thế tụi nhà nông cứ những chụp bàn chờn thấy cái chân hay năng thấy cái chó hayสรุปมาเมียนไหนที่ผมบอกในวิดีโอนั่นคือเมียนแต่รูปเทียบหนึ่งที่สเพียบหนึ่งตามปริพนมใบจุนบอดเนี่ยสไลด์จมกาหนึ่งระเบียบเนี่ยโดยแต่ยอมใหญ่อย่างดำนั่นคือระเบียบทาเรากระนั่งผมบอกโดยสายยืงยังตอนเมียนอุปกรณ์สมัยแบบบอกตองรอโดยเกเตให้ที่จังกรอยอเมียนในจานนี่บางคนคือเมียนแต่เพิ่งปกมาบางคนนั่งเนี่ยตุสนาต่างอ้อช่วยsubscribe channel ยังบ้านนั่งจำนวนมาเนี่ยมวยพร้อมบ้านกำลังนั่งบางคนช่วย subscribe channel บางคนเนี่ยมวยพร้อมทำใบใหญ่บางคนฉับกรุบกรูกาที่จังกรอยส่งมวยบางคนเมียนสเปียบล้อโรคตัวเตียนเมียนบ้านกรุบกรุบคณีบาส่งมาคน